ជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងសួស្តីសិស្សានុសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះឡាន់បូរីថ្ងៃនេះផងដែរខ្ញុំនឹងធ្វើពិសោធន៍បង្ហាញក្រោមប្រធានបទឥទ្ធិពលនៃកំហាប់លើល្បឿនប្រតិកម្មវត្ថុបំណងនៅក្នុងថ្ងៃនេះផងដែរគឺដើម្បីបញ្ជាក់ពីឥទ្ធិពលនៃកំហាប់ទៅលើល្បឿនប្រតិកម្មរវាងអ៊ីយ៉ុងអ៊ីយ៉ូឌូជាមួយសូលូស្យុងទឹកអុកស៊ីសែនមុននឹងឈានចូលដល់ដំណើរការពិសោធន៍ខ្ញុំសូមណែនាំពីឧបករណ៍ហើយនិងសារធាតុគីមីសម្រាប់ធ្វើការពិសោធន៍ជាមុនសិនឧបករណ៍សម្រាប់ពិសោធន៍រួមមានកែវជឿកែវបេសៀស៊ីឡាំងក្រាត់រីឯសារធាតុគីមីរួមមានទឹកសុទ្ធទឹកលាងរបួសមានជាតិអ៊ីយ៉ូតឈើគូសដែលមានជាតិស្ពិនធើនិងទឹកអុកស៊ីសែនឥឡូវនេះយើងឈានចូលដល់ដំណើរការពិសោធន៍ជំហានទី1គឺយើងត្រូវទង្វើសូលូស្យុងអ៊ីយ៉ូឌូដោយយើងត្រូវបូមទឹកចំនួន20មីលីលីត្រដាក់ចូលទៅក្នុងកែវជឿ A B C ស្មើគ្នាបន្ទាប់ពីយើងបូមទឹកចំនួន20មីលីលីត្រដាក់ចូលទៅក្នុងកែវជឿទាំង3ហើយយើងត្រូវយកទឹកថ្នាំលាងរបួសដែលមានជាតិអ៊ីយ៉ូតបន្តក់ចូលទៅក្នុងកែវ A ចំនួន2ដំណក់បន្ទាប់មកយើងបន្តក់ចូលក្នុងកែវ B ចំនួន4ដំណក់បន្ទាប់មកទៀតយើងបន្តក់ចូលទៅក្នុងកែវ C ចំនួន6ដំណក់បន្ទាប់មកយើងក្រឡុកសូលូស្យុង ABC ឲ្យសព្វបន្ទាប់មកទៀតគឺយើងត្រូវត្រៀមកែវជឿថ្លាមួយស្អាតសម្រាប់ធ្វើជាគម្របគ្របទៅលើកែវជឿ A នៅពេលដែលយើងគូសឈើគូសយកផ្សែងដំបូងរបស់ឈើគូសដាក់ចូលទៅក្នុងនេះដើម្បីយើងធ្វើការក្រឡុកឲ្យសព្វដើម្បីទទួលបានសូលូស្យុងអ៊ីយ៉ូឌូតែឥឡូវនេះយើងត្រៀមយើងមានឈើគូសដែលមានជាតិស្ពិនធើយើងធ្វើបែបនេះរហូតដល់សូលូស្យុងប្រែទៅជាពណ៌ថ្លាតោះចឹងរហូតដល់វាចេញពណ៌ថ្លាបែបនេះបាទហើយទៅជាសូលូស្យុងគ្មានពណ៌បន្ទាប់មកយើងយកកែវជឿថ្លាដែលបង់លេខ B យើងបន្តអនុវត្តដោយកែវ A ដែរយើងធ្វើការក្រឡុកបែបនេះរហូតដល់ឆាយជាសូលូស្យុងថ្លាដោយកែវ A ដែរបាទវាចាប់ផ្ដើមថ្លាចិត្តថ្លាហើយចិត្តប្រែពណ៌ទៅជាគ្មានពណ៌បាទនេះខ្លះទៅជាសូលូស្យុងគ្មានពណ៌បន្ទាប់មកយើងយកសូលូស្យុង C មកបន្តអនុវត្តដូច A និង B ដែរតោះអញ្ចឹងឥឡូវនេះសូលូស្យុង C ក៏បានប្រែពណ៌ថ្លៃជាសូលូស្យុងគ្មានពណ៌ដូចសូលូស្យុង A និង B ដែរដូចកែវ A កែវ B ដែរមានន័យថាសូលូស្យុង A មានកំហាប់តូចជាងសូលូស្យុង B ហើយសូលូស្យុង B មានកំហាប់តូចជាងសូលូស្យុង C
បន្ទាប់មកគឺយើងត្រូវត្រៀម solution ទឹកអុកស៊ីសែនណេចំនួន20 មីលីលីត្រត្រូវចាក់ចូលទៅក្នុង solution នីមួយៗកែវ A កែវ B កែវ C អញ្ចឹងឥឡូវនេះយើងត្រូវធ្វើ solution ទឹកអុកស៊ីសែនចំនួន20 មីលីលីត្រចាក់ចូលទៅក្នុងកែវ B C ទាំង3បន្ទាប់ពីយើងបូម solution ទឹកអុកស៊ីសែនដាក់ចូលទៅក្នុងកែវ BC ទាំង3រួចមកយើងត្រៀមធ្វើការចាក់ចូលទៅក្នុងកែវ A B C ព្រមគ្នាបន្ទាប់មកធ្វើការសង្កេតរយៈពេល5នាទីទៅលើការប្រែប្រួលនៃ solution ដែលមាននៅក្នុងកែវ A B និង C អញ្ចឹងឥឡូវនេះខ្ញុំសូមចាក់តែម្ដងបន្ទាប់ពីយើងចាក់គឺយើងសង្កេតមើលក្នុងរយៈពេល5នាទីហើយកត់ត្រាចូលទៅក្នុងតារាងលទ្ធផលក្រោយរយៈពេល5នាទីយើងនឹងឃើញ solution ប្រែពណ៌ A B C យើងឃើញតែប្រែពណ៌បែបណាអញ្ចឹងយើងកត់ចូលទៅក្នុងតារាងលទ្ធផលបាទអញ្ចឹងការពិសោធន៍របស់ខ្ញុំដល់ទីបញ្ចប់សូមអរគុណដល់លោកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនាសូមអរគុណ